ហេតុអ្វីបានជាស្ត្រីមានការឈឺចុកចាប់រំលងពេលរោងភេទចាទៅលើបញ្ហាឈឺចុកចាប់រំលងពេលរោងភេទវាមានមូលហេតុជាច្រើនដែលធ្វើស្ត្រីមានបញ្ហាឈឺបែបនេះប៉ុន្តែមូលហេតុដែលចម្បងចាដែលធ្វើស្ត្រីឈឺចុកចាប់រំលងពេលរោងភេទទី1គឺភាពអត់អារម្មណ៍របស់ស្ត្រីកាលណាដែលស្ត្រីនៅជាមួយគ្នាទាំងអត់មានអារម្មណ៍ទាំងអត់មានចំណងអញ្ចឹងទ្វីមានរបស់ស្ត្រីគឺស្ងួតអត់មានសំណើមទេនៅជាមួយគ្នាគឺតែងតែមានអារម្មណ៍តែក្តៅកាហាយផ្សានិងកន្លែងបរិវេណនេះទ្វីមានចាករណីទី2ការរួមភេទញឹកញាប់ពេកចាការរួមភេទញឹកញាប់ទោះស្ត្រីនឹងមានចំណងឬក៏មិនមានចំណងក៏ដោយការរួមភេទញឹកញាប់បែបនេះវាធ្វើឲ្យទ្វីមានរបស់ស្ត្រីនឹងចាផលិតនៅកពេញទឹករំអិលអត់ទាន់ទេអញ្ចឹងវាធ្វើឲ្យសភាពទ្វីមានរបស់ស្ត្រីអត់មានសំណើមអត់មានទឹករំអិលអញ្ចឹងដល់ពេលដែលព្យាយាមក្នុងការរស់នៅជាមួយគ្នាប្រែកម្លាំងខ្លាំងវាបាត់តកិច្ចនឹងកន្លែងបរិវេណទ្វីមានបាត់តកិច្ចនឹងមាត់ស្បូនងាយធ្វើស្ត្រីមានបញ្ហាឈឺការក្តៅកាហាយផ្សាក្នុងឡុងពេលដែលយើងរស់នៅជាមួយនឹងគ្រួសារដូចគ្នាហើយអ្វីដែលសំខាន់ទៅលើកត្តាបម្រែបម្រួលអរម៉ូននេះក៏សំខាន់ដូចគ្នាដែរបើសិនជាស្ត្រីមានការបម្រែបម្រួលអរម៉ូនខ្លាំងពេកក៏ធ្វើឲ្យស្ត្រីនៅជាមួយគ្នាមានអារម្មណ៍ថាឈឺមានអារម្មណ៍ថាផ្សានៅជាមួយនឹងគ្រួសារអត់បានមកចាអញ្ចឹងបងត្រូវដឹងពីមូលហេតុសិនថាមូលហេតុអីបានជាធ្វើបងមានបញ្ហាការរស់នៅជាមួយគ្នាមានការក្តៅកាហាយផ្សាឬក៏នៅជាមួយគ្នានេះចាមានអារម្មណ៍ថាឈឺចុកចាប់តែម្ដងចាអញ្ចឹងបងត្រូវរកមូលហេតុអីពិតប្រាកដថាតើទៅលើបញ្ហានេះបងកើតមកពីមូលហេតុអីដើម្បីស្វែងរកដំណោះស្រាយទាំងអស់គ្នា